សួស្តីអ្នកទាំងអស់គ្នាវីដេអូមុនយើងបានចប់ដល់ត្រឹមពេលដែល glucose ត្រូវបានស្រូបតាមពោះវៀនតូចហើយពោះវៀនតូចដឹកនាំចូលទៅក្នុងសរសៃឈាមចូលទៅក្នុងសរសៃឈាមរត់ទៅកាន់កោសិកាគោលដៅដូចជាកោសិកាសាច់ដុំកោសិកាខ្លាញ់អីជាដើមកោសិកាថ្លើមអីជាដើមអូខេអញ្ចឹងមកពេលដែលយើងសួរថាពេលដែលឈាមដឹកនាំនៅ glucose fructose ពួក monosaccharide ហ្នឹងទៅដល់កោសិកាគោលដៅតើវាធ្វើការយ៉ាងម៉េចវាទៅធ្វើអីពេលដំណាក់កាលហ្នឹងគេហៅវាថាជា carbohydrate metabolism ដែរដំណាក់កាលដំបូងគឺយើងនិយាយអំពី glycolysis អញ្ចឹង glycolysis ជាអី glycolysis ជាដំណើរការបំបែក glucose ទៅជា pyruvate អូខេអញ្ចឹងឥឡូវយើងមើលនៅក្នុងកោសិកានេះដើម្បីឲ្យងាយស្រួលយល់អញ្ចឹងនៅពេលដែល glucose នេះឧទាហរណ៍នេះ glucose នេះមក glucose ឧទាហរណ៍ glucose នេះមកហើយត្រូវបាន insulin បញ្ជាឲ្យក្លាត់ស្រូបយក glucose ចូលមកក្នុងកោសិកានៅពេលដែល glucose នេះជា molecule glucose នៅពេលដែល glucose ចូលមកក្នុងកោសិកាភ្លាមវាធ្វើដំណើរចូលមកភ្លាមវាបំលែងទៅជា pyruvate តាមរយៈ glycolysis អញ្ចឹងដំណើរការ glycolysis ហ្នឹងកើតឡើងនៅណាគឺកើតឡើងនៅក្នុង cytoplasm របស់កោសិកានេះណាគេហៅថា cytoplasm របស់កោសិកាអញ្ចឹងនៅពេលដែលវាបំលែងជា pyruvate ហើយវាមានពីរផ្លូវបំបែកទី1បើសិនណាវាមានអុកស៊ីហ្សែនវានឹងបំលែងជា acetyl CoA ចូលមកក្នុង mitochondria ដើម្បីបង្កើតនៅ molecule ATP ប៉ុន្តែបើសិនជា pyruvate มันមានអុកស៊ីហ្សែនគ្រប់គ្រាន់នៅក្នុងករណីយើងហាត់ប្រាណឬក៏អីគឺវានឹងបំលែងទៅជា lactate ហើយ lactate នឹងចាក់ចេញពីក្នុងកោសិកាចូលទៅក្នុងសរសៃឈាមហើយយើងនឹងនិយាយអំពី co-recycle អញ្ចឹងដល់ពេលនៅក្នុង acetyl CoA យើងនិយាយអំពី citric acid cycle TCA cycle របៀបដែលវាបង្កើតទៅជាថាមពល ATP ប៉ុន្តែឥឡូវនេះចំណុចដែលសំខាន់ថ្ងៃនេះគឺយើងនិយាយអំពីសញ្ញាព្រួយមួយនេះគឺដំណើរការ glycolysis តើ glycolysis ហ្នឹងជាអីហើយវាចាប់ផ្ដើមយ៉ាងដូចម្ដេចអញ្ចឹងនៅពេលដែល glucose ចូលមកហើយវាត្រូវបំលែងទៅជា pyruvate អាហ្នឹងគេហៅថា glycolysis អញ្ចឹងដំណើរការ glycolysis មាន10 step ដែលគោលបំណងសំខាន់របស់វាគឺបំបែក molecule ដុលរបស់ glucose នេះឲ្យទៅជា molecule ដែលមានតែ3កាបូនទេគឺ pyruvate អញ្ចឹង glucose មាន molecule ទាំងអស់ប៉ុន្មានកាបូនប៉ុន្មានគឺ C6 H12O6 អញ្ចឹងវាត្រូវបំលែងទៅជា molecule ដែលមានកាបូនតែ3ទេអូខេអញ្ចឹង step ដំបូងគឺចំណាក់ការទី1នៅពេលដែល glucose នេះចូលមកដល់ក្នុង cytoplasm នេះភ្លាម enzyme មួយគេហៅ hexokinase នេះ hexokinase នឹងទាញមួយ ATP ដើម្បីបំលែង glucose ទៅជា glucose 6 phosphate ហេតុអីបានវាត្រូវធ្វើភ្លាមនៅពេលដែល glucose ចូលទៅក្នុង cytoplasm បំលែងពី glucose ទៅសឹក glucose 6 phosphate ពីព្រោះបើសិនជាយើងមិន add នៅ phosphate group ឲ្យ glucose ភ្លាមទេ molecule glucose នេះនឹងចាក់ចេញត្រឡប់ទៅវិញទៅក្នុងសរសៃឈាមឬក៏ក្នុងក្រៅ extracellular matrix វិញមានខាងក្រៅកោសិកាវិញអញ្ចឹងនៅពេលដែលយើង add glucose phosphate group ឲ្យ glucose ភ្លាមវាคล้ายដូចជា glucose 6 phosphate នៅយើង add នៅទីតាំងទីម៉ានគឺ add នៅទីតាំងលេខកាបូនលេខ6អញ្ចឹងមិនគេហៅថា glucose 6 phosphate ពេលដែល add ហើយគឺ glucose អាចចាក់ចេញទៅក្រៅវិញបានទេអូខេអញ្ចឹងនៅពេលដែលវាคล้ายទៅជា glucose 6 phosphate enzyme មួយទៀតគឺ enzyme លេខ2 phosphohexoisomerase នេះ phosphohexoisomerase គឺនឹង convert glucose 6 phosphate នឹង convert glucose 6 phosphate នេះជា molecule មួយនេះឲ្យទៅ fructose 6 phosphate នេះគេ convert glucose 6 phosphate ឲ្យទៅជា fructose 6 phosphate ប៉ុន្តែនៅទីអត់មានរូបfructose 6 phosphate នេះ sorry មានfructose 6 phosphate ហេតុអីពីព្រោះថាកោសិកាបើយើងត្រៀមនឹងចែកកាបូននឹងឲ្យស្មើមាន2 molecule ផ្សេងគ្នាហើយមួយ molecule មាន3កាបូនអញ្ចឹងនៅក្នុងនឹងយើង glucose វាមាន group aldehyde នៅកាបូនលេខ1ត្រូវទេប៉ុន្តែ fructose មាន group ketone នៅកាបូនលេខ2អញ្ចឹង molecule ជា fructose វាងាយស្រួលក្នុងការ
ពុះជា2ស្មើគ្នាជា asymmetric ងាយស្រួលជាង glucose អញ្ចឹងកោសិកាយើងចេះហ่ะវាចាប់ដើមបំលែង glucose មកជា fructose អញ្ចឹង fructose វាងាយស្រួលក្នុងការចែកឲ្យស្មើជា molecule 2ដែលមាន3កាបូនពេលហ្នឹងវាបានជា fructose 6 phosphate ហើយ enzyme មួយទៀតឈ្មោះថា phosphofructokinase 1 នេះ phosphofructokinase 1 នឹងធ្វើការទាញមួយ molecule ATP មកដើម្បី convert add ឲ្យទៅជាមានហ่ะព្រោះ ATP